ជំរាបសួររឿងនេះបានកាត់ឡើងជាយូរណាស់មកហើយរឿងនេះគឺបានការចែកអំលែកពីបងស្រីម្នាក់គាត់គឺជាប្រពន្ធរបស់បុរសដែលគាត់បាននិយាយនៅពេលនេះឯងរឿងនេះកើតឡើងនៅចន្លោះឆ្នាំ2015ពេលដែលបងស្រីគាត់រវល់ការងារទៅក្រៅគាត់គឺជាបុគ្គលដែលមកសំរុំលមមមានន័យថាការរស់ស៊ីនិងផ្ទះសម្បែងគាត់មានតែគាត់មិនគួរជឿទៅលើប្អូនគាត់បង្កើតថាជាក្រពើសោះគាត់និងប្តីគាត់គឺបានការគ្នាក្នុងឆ្នាំ2010មានន័យថាគាត់បានចាប់ដៃគ្នាធ្វើជាប្តីប្រពន្ធតាំងពី2010រហូតមកគ្រួសាររបស់គាត់មានសុភមង្គលណាស់មានន័យថាមានស្លៀកពាក់មានការហូបចុកមានរបៀបរបបមកសមរម្យដែលអាចធ្វើឲ្យទាំងប្តីនិងប្រពន្ធញញឹមបានគាត់បានរស់ស៊ីជុំគ្នាបានប្តីបានផ្ទះនិយាយចំទៅច្រើនល្មមដែរទម្រាំតែគាត់មានផ្ទះដ៏ធំមួយបាទមានឡានជិះអញ្ចឹងណាហើយគាត់មិនដែលមានពេលទំនេរទេប្តីទៅធ្វើការផ្សេងប្រពន្ធទៅធ្វើការផ្សេងអញ្ចឹងគាត់មានកូនតែអត់មានអ្នកមើលទេនៅថ្ងៃមួយនោះនៅក្នុងឆ្នាំ2014គាត់អត់មានពិធីសាសនាដើម្បីមានអ្នកណាអាចមើលកូនគាត់ព្រោះអីប្តីប្រពន្ធរបស់គាត់ហ្នឹងរវល់ការងារទាំងពីរនាក់អញ្ចឹងណាភ្លេចប្រាប់បញ្ជាក់បាទឈ្មោះប្រពន្ធរបស់គាត់ហ្នឹងឈ្មោះសហើយប្តីគាត់ឈ្មោះវិបុលប៉ុន្មានឆ្នាំដែលប្តីប្រពន្ធរបស់គាត់ចាប់ដៃគ្នារស់ស៊ីគឺគាត់ជោគជ័យណាស់បាទមានលុយមានឡានបាទមានការហូបចុកស្លៀកពាក់មួយអែមបាទនៅឆ្នាំ2014គាត់បានហៅប្អូនស្រីរបស់គាត់ណាប្អូនស្រីបង្កើតរបស់ប្រពន្ធហ្នឹងមកធ្វើជាអ្នកមើលថែកូនជំនួសព្រួយស្អីប្តីប្រពន្ធរបស់គាត់ទៅក្រៅរៀងរាល់ថ្ងៃអញ្ចឹងណាតយប់បានមកដល់អញ្ចឹងអត់មានអ្នកធ្វើម្ហូបធ្វើបាយអីហូបទេអញ្ចឹងដំបូងឡើយហ្នឹងគឺគ្រួសាររបស់គាត់ល្អនឹងគ្នាណាមានថាប្អូនគាត់ចូលមកហ្នឹងក៏ជួយការថែទាំអីផ្សេងៗបានល្អគួរតែសើមែនប៉ុន្តែមួយរយៈក្រោយមកមានអារម្មណ៍ថាប្អូនរបស់គាត់ប្អូនស្រីរបស់គាត់ហ្នឹងគឺប្រែច្រើនគឺមានន័យថាគាត់តែងខ្លួនស៊ីហ្នឹងហើយស្អាតតាក់ទាញអញ្ចឹងណាប្រហែលជាក្នុងចិត្តនឹងគិតអីទេគាត់ឲ្យតែឃើញបងថ្លៃមកហ្នឹងគឺគាត់បញ្ចើមានថាគាត់និយាយបែបសង់ទីម៉ែត្រច្រើនអញ្ចឹងណាធ្វើអារម្មណ៍ឲ្យតាក់ទាញហើយគាត់បានបញ្ចេញសាច់សខ្ចីបញ្ចេញរបៀបគេហៅថាតាក់ទាញណាហើយទាំងដែលបងថ្លៃអត់ដឹងរឿងទេហើយចំណែកឯប្តីនៅវិញហ្នឹងគឺគាត់ក៏អត់សូវចាប់អារម្មណ៍ដំបូងដែរប៉ុន្តែយូរទៅហាក់ដូចជាប្អូនថ្លៃហ្នឹងគឺឲ្យដៃទៅលើបងថ្លៃច្រើនមែនតើរហូតដល់បងថ្លៃហ្នឹងក៏ផ្លឹកម្ដងដែរពេលដែលមកពីធ្វើការមុនប្រពន្ធណាគឺគាត់ឃើញប្អូនថ្លៃរបស់គាត់ចេញរូបរាងកមិចកំមើមចេញអារម្មណ៍ឬចេញសម្ដីផ្អែមល្ហែមតាក់ទាញអីផ្សេងអញ្ចឹងទៅធ្វើឲ្យបងថ្លៃហ្នឹងគាត់ក៏ខ្នាញ់ដែរណាគាត់ខ្នាញ់នៅថ្ងៃមួយនោះគឺប្រហែលជាម៉ោង8បងថ្លៃបានមកដល់ផ្ទះមានថាបងប្រុសវិបុលហ្នឹងគាត់ត្រូវជាប្តីណាគាត់មកផ្ទះមុនប្រពន្ធដោយសារប្រពន្ធគាត់ថែមម៉ោងការងារហើយពេលហ្នឹងគឺគាត់មកដល់ព្រឹកគាត់អង្គុយលើសាឡុងណាគាត់សម្រាកទៅណាអស់កម្លាំងណាហើយក្នុងពេលហ្នឹងស្រាប់តែឃើញប្អូនថ្លៃបាទឈ្មោះសេខួយហ្នឹងគាត់ហក់កញ្ឆេងមកដល់គាត់អង្គុយនៅលើផ្លូវណារបស់វិបុលហ្នឹងធ្វើឲ្យវិបុលគាត់ភ្ញាក់មែនតើហើយគាត់ភ្ញាក់ហ្នឹងគឺគាត់សួរថាធ្វើអីដល់ពេលហ្នឹងគឺសេខួយគាត់ថាចង់អោបគេថាចង់អោបអញ្ចឹងណាហើយដល់ពេលអញ្ចឹងបងស្រីអត់ទាន់មកទេអញ្ចឹងបងអាចអោបខ្ញុំបានអញ្ចឹងទៅហើយពេលហ្នឹងគឺបងថ្លៃត្រូវជាឈ្មោះបុនហ្នឹងគាត់ស្ងាត់ហើយគាត់ចាំមើលថាការមិនមួយសន្ទុះក្រោយមកគឺឈ្មោះសេខួយហ្នឹងគឺគាត់ថើបចាប់ថើបណាចាប់ថើបនៅក្នុងពេលហ្នឹងគឺវិបុលគាត់ហក់បាទមិនថាហក់របូតណាកុំឲ្យមានអ្នកឃើញផ្សេងខ្លាចវាមិនល្អអញ្ចឹងណាហើយថ្ងៃក្រោយមកទៀតហ្នឹងគឺគាត់មកមុនទៀតហើយគាត់សម្រាកហើយក្នុងពេលហ្នឹងគឺប្អូនថ្លៃរបស់គាត់ហ្នឹងគឺពាក់ពងណាពាក់ចង់ពងចេញពីបន្ទប់មកគាត់ស្រែកថាបងមកដល់ហើយអញ្ចឹងណាតែពេលហ្នឹងគាត់ហក់ហ្នឹងវាទៅជារបូតកសែងចង់ពងធ្វើគាត់ស្រាតននលហ្នឹងហើយក្នុងពេលហ្នឹងគឺឯបងថ្លៃនេះវិញបើកភ្នែកនឹងចង្ហហែកមាត់ឯងសឹងតែហៀកមាត់ដែរពូស្អាតបាទ
ហើយក្នុងពេលហ្នឹងគឺប្អូនថ្លៃគាត់ហ្នឹងគឺអត់រើសវិញទេរត់មកអោបទៀតហ្នឹងហើយពេលហ្នឹងគឺពួកគាត់ហ្នឹងក៏មានអារម្មណ៍បែកផ្សែងណាគឺទ្រាំបានទេដល់ពេលប្អូនថ្លៃហក់មកអោបហើយខ្សឹបដាក់ជឿថាបងអាចសាកបានណាបើចង់សាកនៅក្នុងពេលហ្នឹងគឺបងថ្លៃប្រាប់ថាណែប្អូនថ្លៃណាមិនមែនប្រពន្ធទេខ្លាចបងមកឃើញអញ្ចឹងណាក្នុងពេលហ្នឹងគឺប្អូនថ្លៃប្រាប់វិញថាបងមិនប្រាប់ខ្ញុំមិនប្រាប់អញ្ចឹងអត់មានអ្នកដឹងទេហើយពេលនេះអត់មានអ្នកនៅផ្ទះទេអញ្ចឹងបងអាចសាកបានឆ្ងាញ់ផ្អែមបងថ្មី Sino Original ក្នុងពេលហ្នឹងគឺបងថ្លៃគាត់ទ្រាំអត់បានដែរស្ងាត់មនុស្សហ្នឹងហើយគាត់បីចូលបន្ទប់ណាបានមួយពេលដែលគាត់រួចរាល់គាត់ប្រាប់ទៅសិខួយទៅជាប្អូនថ្លៃប្រាប់ថាណែកុំប្រាប់បងណារឿងនេះជារឿងសម្ងាត់ដល់ពេលហ្នឹងសិខួយគាត់ញឹមហើយក៏សើចគាត់ថាអូយខ្ញុំមិនប្រាប់ទេព្រោះរឿងនេះគឺបងនិងខ្ញុំគឺសម្រុះសម្រួលគ្នាថាអត់ប្រាប់ទេយើងទុកជាការសម្ងាត់ហ្នឹងហើយស្រាប់តែពេលកន្លងមកហ្នឹងគឺវិបុលត្រូវជាបងថ្លៃហ្នឹងគឺមកផ្ទះញឹកមុនប្រពន្ធណាសឹងតែមក1ម៉ោងមុនណាហើយពួកគាត់បានសំណេះសំណាលគ្នាសឹងទៅរលើកហើយទៅគាត់បានមកមុនប្រពន្ធមកដល់ណាដល់ពេលប្រពន្ធមកដល់គាត់ធ្វើធម្មតាអត់មានរឿងកើតឡើងទេហ្នឹងហើយពួកគាត់បានគ្នាលឹងញឹកមែនតែនហ្នឹងរហូតដល់ទៅអារម្មណ៍នៃការស្រឡាញ់ប្រពន្ធថយចុះណាទៅ take care ទៅលើតែប្អូនថ្លៃឯងអញ្ចឹងអត់ខ្វល់មិនថាគាត់គឺខ្វល់ពីប្រពន្ធនេះពេលដែលមានប្អូនថ្លៃចូលក្នុងជីវិតគាត់បណ្ដោយគាត់លែងខ្វល់រឿងប្រពន្ធបណ្ដោយគាត់ជាមួយនឹងប្អូនថ្លៃគឺបានគ្នារយៈពេលកន្លះឆ្នាំហ្នឹងហើយចំណែកថ្ងៃមួយនោះជិតចូលឆ្នាំ2015គឺគាត់បានធ្វើអញ្ចឹងដែរតែពេលហ្នឹងគឺប្រពន្ធគាត់មកមុនមកហើយអត់បានប្រាប់ទេព្រោះដោយសារទូរស័ព្ទអស់ថ្មគាត់បានប្រាប់គាត់មកមុនអញ្ចឹងណាអញ្ចឹងក្នុងពេលហ្នឹងគឺគាត់ម្ដងគាត់ឃើញផ្ទះស្ងាត់ហើយចូលទៅបន្ទប់ឃើញប្អូនថ្លៃហើយនឹងបងថ្លៃដេកជាមួយគ្នាក្នុងពេលហ្នឹងប្រពន្ធគាត់សែតដោយគាត់សែតមែនតែនព្រោះអីគាត់ឃើញរូបភាពបែបហ្នឹងណាគាត់ខឹងហើយតែគាត់អត់មាត់ទេគាត់ខឹងមែនតែនខឹងបដ ாய் ហ្នឹងនៅថ្ងៃស្អែកឡើងគាត់ក៏បានហៅគ្នាមកជជែកគ្នារឿងហ្នឹងហើយបន្ទាប់ពីឃើញភាពពិតក្បត់របស់ប្តីរួចអញ្ចឹងប្រពន្ធក៏សម្រេចថាគាត់សុំលែងលះហ្នឹងហើយក្នុងពេលហ្នឹងគឺប្អូនថ្លៃហ្នឹងក៏អត់មាត់ដែរគាត់ប្រាប់ថាគាត់ក៏ស្រឡាញ់ដែរអញ្ចឹងណាអញ្ចឹងក៏ហ្នឹងហើយប្តីហ្នឹងក៏បានយកប្អូនថ្លៃធ្វើប្រពន្ធទៅហើយចំណែកប្តីនិងប្រពន្ធហ្នឹងក៏លែងលះគ្នាទៅអញ្ចឹងណាហើយក៏គាត់ចុះចេញទៅអរគុណរឿងនេះខ្លីតែប៉ុណ្្នឹងហើយសង្ឃឹមថានឹងមានការអប់រំច្រើន